នៅក្នុងភូមិអូស្ងាត់មានស្ត្រីមេម៉ាយម្នាក់ឈ្មោះយីម៉ៅគាត់រស់នៅម្នាក់ឯងនៅក្នុងខ្ទមចំណាស់មួយនៅក្នុងចុងភូមិដែលផ្ទះរបស់គាត់ហ៊ុំព័ទ្ធទៅដោយដើមចេកយ៉ាងជិតឈឹងអ្នកភូមិតែងតែសង្កេតឃើញថាយីម៉ៅមិនដែលចេញក្រៅផ្ទះនៅពេលយប់ឡើយហើយបង្អួចផ្ទះរបស់គាត់តែងតែបិទជិតឈឹងជានិច្ចនៅយប់មួយមានយុវជនម្នាក់ឈ្មោះសេហាបានដើរឆ្លងកាត់ផ្ទះរបស់យីម៉ៅទាំងយប់អធ្រាត្របន្ទាប់ពីគាត់បានត្រឡប់មកពីមើលការប្រគំតន្ត្រីនៅភូមិជិតខាងស្រាប់តែឮសំឡេងខ្វក់ខ្វក់ដូចជាសំឡេងសត្វអ្វីម្យ៉ាងកំពុងស៊ីចំណីនៅក្បែរជង្រុកស្រូវសេហាបានបញ្ចាំងពិលទៅរកសំឡេងនោះប៉ុន្តែអ្វីដែលគេឃើញគឺមិនមែនជាឆ្កែឬឆ្មាឡើយវាគឺជាក្បាលមនុស្សស្រីម្នាក់ដែលមានសក់រញ៉េរញ៉ៃភ្នែកក្រហមឆេះដូចរូងភ្នំភ្លើងហើយអ្វីដែលរន្ធត់បំផុតនោះគឺគ្រឿងក្នុងដែលមានដូចជាថ្លើមប្រមាត់ពោះវៀនកំពុងអណ្ដែតនៅក្រោមករួចបញ្ចេញពន្លឺពណ៌ខៀវព្រិលព្រិលខ្មោចអាបនោះបានងាកមកសម្លឹងសេហារួចបញ្ចេញសំឡេងសើចហឹថ្លើមស្រស់ណាស់សេហាភ័យពេកស្រែកក៏ស្រែកមិនចេញរួចក៏ដួលផ្ងាក្រោយរួចខំវាថយក្រោយយ៉ាងត្រដាបត្រដួសអាបនោះបានហោះក្រវ៉ាល់ជុំវិញខ្លួនគេដែលមានក្លិនឆ្អាបអាសោចភាយពេញអាកាសនៅពេលដែលវាបំរុងនឹងលោតមកខំត្រង់កញ្ចឹងករបស់សេហាស្រាប់តែមានសំឡេងឆ្កែព្រុសលាន់ឮឡើងយ៉ាងខ្លាំងនៅក្នុងភូមិធ្វើឲ្យអាបនោះបង្អង់បន្តិចរួចហោះឆ្វែលចូលទៅក្នុងគុម្ពជែកក្រោយផ្ទះយាយម៉ៅបាត់ទៅលុះព្រឹកឡើងសេហាបាននាំអ្នកភូមិនិងលោកតាគ្រូអាគមម្នាក់ទៅផ្ទះយាយម៉ៅពួកគេបានសម្រេចចិត្តធាក់ទ្វារចូលទៅក្នុងផ្ទះនៅទីនោះពួកគេបានឃើញយាយម៉ៅដេកសន្លប់នៅលើគ្រែប៉ុន្តែខ្លួនប្រាណរបស់គាត់គឺគ្មានក្បាលទេលោកតាគ្រូបានចង្អុលទៅកាន់ពាងធំមួយនៅក្បែរមាត់បង្អួចពេលបើគម្របពាងមកគ្រប់គ្នាស្ទើរតែខ្ជាក់បាយចេញមកវិញព្រោះក្នុងនោះពោពេញទៅដោយឈាមស្រស់ៗនិងក្បាលរបស់យាយម៉ៅដែលកំពុងដេកថ្មិចភ្នែកក្នុងពាងនោះដើម្បីរងចាំតបជាប់ជាមួយខ្លួនរបស់គាត់វិញនៅថ្ងៃរះលោកតាគ្រូបានមានប្រសាសន៍ថានេះគឺជាអាបដែលចាញ់អាគមគាត់បានរៀនមុនអាគមខុសច្បាប់ដើម្បីរក្សាសម្រស់និងអាយុវែងប៉ុន្តែជាធ្នូមកវិញដោយការស៊ីវត្ថុអាសោចនិងគ្រឿងក្នុងមនុស្សរៀងរាល់យប់នៅពេលខែដាច់អ្នកភូមិបានសម្រេចចិត្តដុតកំទេចផ្ទះនិងពាងនោះចោលតែម្ដងដើម្បីរំដោះវិញ្ញាណដល់អាក្រក់ឲ្យអស់ចេញពីភូមិប៉ុន្តែរហូតមកដល់សព្វថ្ងៃអ្នកដែលដើរកាត់តំបន់នោះនៅពេលយប់ខែដាច់តែងតែមានអារម្មណ៍ថាដូចជាមានភ្នែកមួយគូសម្លឹងមើលពួកគេពីក្នុងភាពងងឹតដដែលហើយក្រោយពីការស្លាប់របស់យាយម៉ៅនិងការដុតកំទេចផ្ទះខ្ទមចាស់នោះចោលអ្នកភូមិអូស្ងាត់ម្នាក់មានអារម្មណ៍ថាធូរស្រាលនិងជឿជាក់ថាគ្រោះភ័យត្រូវបានបញ្ចប់ប៉ុន្តែពួកគេមិនបានដឹងឡើយថាយាយម៉ៅមានក្មួយស្រីម្នាក់ឈ្មោះស្រីមុំដែលទើបតែត្រឡប់មកពីទីក្រុងដើម្បីចូលរួមបុណ្យសពមីងរបស់នាងស្រីមុំជាស្រីស្អាតសម្ដីផ្អែមប៉ុន្តែចិត្តពោពេញទៅដោយកំហឹងនាងបានលួចចូលទៅក្នុងគំនរផេះនៃផ្ទះដែលត្រូវដុតរួចក៏កាយយកបានដបកែវតូចមួយដែលនៅសេសសល់ក្នុងដបនោះមានទឹកខ្មៅរងើបដែលជាមេអាបចុងក្រោយដែលយាយម៉ៅបានបន្សល់ទុកមុនពេលដែលគាត់ស្លាប់ទៅនៅយប់មួយស្រីមុំបានផឹកទឹកនោះចូលទៅក្នុងខ្លួនទាំងទឹកភ្នែកអ្នកភូមិអូស្ងាត់អ្នកឯងសម្លាប់មីងយើងអ្នកឯងទាំងអស់គ្នាក៏ត្រូវសងមកវិញដោយថ្លើមនិងឈាមដែរមិនយូរប៉ុន្មានសត្វទានៅក្នុងភូមិចាប់ផ្ដើមងាប់បន្តដោយមានស្នាមវះពោះយកតែគ្រឿងក្នុងចេញប៉ុន្តែលើកនេះអាបមិនមែនមានតែម្នាក់ឯងឡើយអ្នកភូមិបានឃើញស្រមោលក្បាលហោះជាមួយគ្នាពីរគឺក្បាលរបស់យាយម៉ៅដែលคล้ายទៅជាខ្មោចចងអាឃាតនិងក្បាលរបស់ស្រីមុំដែលជាអាបថ្មីសេហាដែលជាអ្នកបញ្ចាំងពិលចំយាយម៉ៅកាលពីលើកមុនក៏คล้ายជាគោលដៅទី1នៅយប់នោះខណៈពេលដែលសេហាកំពុងដេកលក់គេមានអារម្មណ៍ថាមានអ្វីត្រជាក់អូសកាត់ពីទ្រូងរបស់គេសេហាក៏ខំបើកភ្នែកឡើងឃើញស្រីមុំកំពុងអង្គុយនៅលើទ្រូងរបស់គេប៉ុន្តែករបស់នាងកំពុងតែដាច់ចេញពីគ្នាបន្តិចម្ដងគ្រឿងក្នុងអណ្ដែតចេញមករួចរុំព័ទ្ធករបស់សេហាដូចជាសត្វពស់សេហាឯងស្អាតណាស់យើងសូមថ្លើមឯងមួយបានទេនេះជាសំឡេងរបស់ស្រីមុំដែលខ្សឹបទាំងសំណោចក្រលួចទៅកាន់សេហាក្នុងពេលដ៏ចង្អៀតចង្អល់សេហាបានលូកដៃយកកាំបិតក្រៃ
ដែលលោកគ្រូតាបានទុកឲ្យការពារខ្លួនទៅចាក់ចំនឹងគ្រឿងក្នុងដែលកំពុងរុំព័ទ្ធករបស់គេសំឡេងស្រែកឈឺចាប់យ៉ាងខ្លាំងលាន់ឮឡើងពេញផ្ទះធ្វើឲ្យអាបស្រីមុំហោះចេញតាមបង្អួចទាំងរបួសធ្ងន់លុះព្រឹកឡើងអ្នកភូមិបានទៅផ្ទះសំណាក់ដែលស្រីមុំបានស្នាក់នៅនោះពួកគេបានឃើញស្រីមុំដេកដកដង្ហើមញាប់ខណៈដែលត្រង់ពោះរបស់នាងមានស្នាមរបួសធំដូចជាត្រូវកំបិតចាក់មែនតែនស្រីមុំបានស្លាប់ទាំងបើកភ្នែកធំសម្លឹងមើលមកកាន់សីហាតែទោះជាស្រីមុំស្លាប់ទៅក៏ដោយប៉ុន្តែអ្នកភូមិតែងតែនិយាយថាអាបមិនដែលវិនិច្ឆ័យឡើយបើមិនទាន់មានអ្នកទទួលមរតកទឹកមាត់អញ្ចឹងសម្រាប់រឿងរ៉ាវអាបនៅក្នុងភូមិអូស្ងាត់ក៏បានបញ្ចប់ត្រឹមនេះតើបងប្អូនទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាដែរចំពោះការសងសឹករបស់ស្រីមុំតែធ្វើទង្វើបែបនេះខ្ញុំគិតថាការសងសឹកគឺវាមិនបានអីមកវិញទេអញ្ចឹងរឿងខ្លះបើសិនជាខុសគឺត្រូវតែទទួលយកបើត្រូវក៏រៀនសម្របសម្រួលទៅតាមកលៈទេសៈហ្នឹងទៅព្រោះកាលណាដែលយើងធ្វើចងអាឃាតបែបហ្នឹងសងសឹកបែបហ្នឹងវាមិនបានអីមកវិញទេគឺបានតែវិនិច្ឆ័យខ្លួនឯងតែប៉ុណ្ណោះអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានស្ដាប់សាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់សូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានសាច់រឿងថ្មីៗឲ្យបានទាន់ចិត្តអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ